ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ជាទីរាប់អានខ្ញុំបាទឈ្មោះពតសវត្ថជាគ្រូរូបវិទ្យាថ្នាក់ទី10នៃវិទ្យាល័យព្រះអង្គឌួងខេត្តព្រៃវែងថ្ងៃនេះខ្ញុំមានប្រធានបទមួយលើកមកវិសោធន៍បង្ហាញតាក់ទងនឹងរូបវិទ្យាថ្នាក់ទី10នៅចម្ពោះទី3អគ្គិសនីនិងម៉ាញ៉េទិកមេរៀនទី3ចរន្តឆ្លាស់បាទប្រធានបទដែលយើងលើកយកមកសិក្សានៅថ្ងៃនេះគឺ transfer បាទវត្ថុបំណងដែលយើងចង់បង្ហាញនៅថ្ងៃនេះគឺការគណនាផលធៀបបំលែងតាមការពិសោធន៍ជាក់ស្ដែងបាទនៅក្នុងជីវភាពប្រចាំថ្ងៃដើម្បីកាត់បន្ថយនៅកំហាតថាមពលក្នុងការដឹកជញ្ជូនថាមពលអគ្គិសនីគឺគេត្រូវដំឡើងតង់ស្យុងឲ្យខ្ពស់មុននឹងដឹកជញ្ជូននិងបញ្ចុះមកវិញនៅកន្លែងប្រើប្រាស់ម្យ៉ាងវិញទៀតឧបករណ៍អគ្គិសនីនិងគ្រឿងអេឡិចត្រូនិកផ្សេងៗគេផលិតឡើងគឺអាចប្រើបានជាមួយនឹងតង់ស្យុងតូចជាងតង់ស្យុងនៃប្រភពដែលផ្ដល់ជូនបាទដូចនេះដើម្បីបញ្ចុះឬក៏ដំឡើងតង់ស្យុងយើងចាំបាច់ត្រូវប្រើ transfer មាន transfer បាទទី1ទី2យើងត្រូវមាន voltmeter និង multimeter បាទទី3យើងមានបន្ទះ circuit បាទទី4យើងមាន power supply បាទនឹងទី5យើងមានខ្សែចម្លងបាទបន្ទាប់ពីយើងរៀបរាប់សម្ភារៈដែលត្រូវពិសោធន៍បន្ទាប់មកយើងត្រូវធ្វើការដំឡើងឧបករណ៍ពិសោធន៍ដូចខាងក្រោមបាទទី1យើងត្រូវមាន transfer ដែលមានចំនួនស្ពានរបងបឋម500និងចំនួនស្ពានរបងមធ្យម1000បាទរួចយើងត្រូវដំឡើងtransfer នៅលើបន្ទះ circuit បាទនេះខ្ញុំភ្ជាប់ខ្សែចម្លងមកខាងរបងបឋមបាទចំណែកខ្សែចម្លងមួយជាងទៀតយើងភ្ជាប់មកខាងរបងមធ្យមនៃ transfer របស់យើងបាទហើយយើងត្រូវភ្ជាប់ multimeter ដើម្បីវាស់តង់ស្យុងចេញពី transfer នៅខាងរបងមធ្យមបាទហើយយើងត្រូវត voltmeter មួយទៀតតជាខ្នែងដើម្បីវាស់តង់ស្យុងនៅខាងរបងបឋមដំឡើង transfer រួចរាល់យើងត្រូវកាច់កុងតាក់នៃ power supply ដើម្បីស្រង់ទិន្នន័យធ្វើពិសោធន៍បាទចំណុចទី1គឺយើងត្រូវកាច់កុងតាក់ power supply មក3 volt នោះយើងឃើញថាត្រនិច voltmeter ដែលវាស់តង់ស្យុងចូលគោលបឋមរបស់ transfer របស់យើងគឺមានតម្លៃ3 volt បាទចំណែកmultimeter ដែលយើងវាស់នៅខាងរបងមធ្យមបាទរបស់ transfer តាមការគណនាតាមរូបមន្តV ស្មើកាលីបគុណនឹង n ចែកឲ្យ n 0នោះយើងឃើញតម្លៃរបស់តង់ស្យុងដែលចេញពីរបងមធ្យមស្មើនឹង 5.7 volt បាទបន្ទាប់មកទៀតយើងកាច់កាលីបរបស់ power supply មក6 volt នោះយើងឃើញតង់ស្យុងចេញពី power supply ចូលទៅក្នុងរបងបឋមរបស់ transfer របស់យើងគឺមានតម្លៃ 6.2 volt បាទហើយយើងមកមើលតង់ស្យុងចេញរបស់ transfer យើងខាងរបងមធ្យមតាមការគណនាដោយរូបមន្តមុនគឺយើងឃើញតម្លៃវាស្មើនឹង 12 volt បាទរួចយើងធ្វើការបំរែបំរួលតង់ស្យុងទៅលើ power supply នៅតម្លៃ 9 volt 12 volt ហើយយើងធ្វើការវាស់វែងដោយចំណុចមុននោះយើងបានតម្លៃដោយតារាងទិន្នន័យដែលភ្ជាប់ជូនដោយកម្រិតលៀងរបស់យើងស្មើនឹង 3.5% តូចជាង 5% ដោយនេះលទ្ធផលពិសោធន៍របស់យើងត្រឹមត្រូវអាចទទួលយកបានបាទជាចុងបញ្ចប់ខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាទសូមអរគុណ